ខ្ញុំសូមបង្ហាញអំពីរបៀបភ្ជាប់ដុំ router ភ្ជាប់អ៊ីនធឺណិតមួយទៅដុំ router អ៊ីនធឺណិតមួយទៀតដោយមិនបាច់ប្រើខ្សែហើយយើងអាចប្រើវាដើម្បីបែកទីតាំងណាដែលអត់មានសេវាឬក៏សេវាខ្សោយអញ្ចឹងការប្រើដុំ router ដែលមិនបាច់ប្រើខ្សែនេះយើងប្រើរយៈចម្ងាយដែលល្អគឺកម្រិតចេញពីដុំ router មេប្រហែលជា7ម៉ែត្រគឺសេវាវាចាប់សៀប្រើបានល្អអញ្ចឹងខ្ញុំបង្ហាញអំពីប្រភេទដុំ Thick-Link មួយគឺ TLWR 440N អញ្ចឹងយើងចូលធម្មតាមកឥឡូវយើងចូលហើយអញ្ចឹងរបៀបចូលងាយស្រួលទេយើងចូលចូល DACL សិនហើយយើង disable វាសិនមក save ដល់យើងចូលកន្លែង wireless នៅកន្លែង wireless នេះទីតាំងរបស់វាគឺយើងប្រើយើងចុចលើ enable WDS អាហ្នឹងគឺយើងដើម្បីស្វែងរកឈ្មោះដុំ Wi-Fi router មួយទៀតដែលយើងចង់បែកដោយប្រើខ្សែអញ្ចឹងយើងចុចទៅពាក្យ survey មកអញ្ចឹងនេះឈ្មោះទាំងអស់ដែលWi-Fi ដែល router យើងចាប់បានអញ្ចឹងក្នុងនោះនឹងមានឈ្មោះមួយដែលជាដុំដែលយើងចង់បែកហើយអញ្ចឹងយើង select ឈ្មោះនឹងមកហើយយើងចាំ channel វាផងគឺ channel លេខ 9 អញ្ចឹងខ្ញុំជើញយកពាក្យ connect អូខេអញ្ចឹងយើងប៉ុណ្ណឹងបានហើយយើងយកដូរឡើង channel ខាងលើនេះដាក់លេខ 9មើលសញ្ញា Wi-Fi ដែលខ្ញុំភ្ជាប់គឺវាអត់មានអ៊ីនធឺណិតទេអូខេអញ្ចឹងកន្លែងនេះកន្លែង password នេះគឺយើងដាក់password របស់ Wi-Fi មេដែលយើងចង់បែកមកចឹងដុំpassword មេដែលយើងចង់បែកហ្នឹងពេលយើងវាយបញ្ចូលហើយយើងចុច save ទៅពេលយើងចុច save ទៅ router ហ្នឹងវា refresh ចឹងតែប៉ុណ្្នឹងទេហើយយើងចូលទៅមើល Wi-Fi ដែលខ្ញុំភ្ជាប់វានេះចាំមើលទៅវាមានបាទអញ្ចឹងជាប់ហើយនេះអ៊ីនធឺណិតដើរបានធម្មតាហើយអញ្ចឹងគឺឈ្មោះ Wi-Fi ដើរហើយចាក់សាក់មើល